មកដល់ពេលនេះល្មមចេះឈឺចាប់ហើយឈប់ទៅអត្តគាំទ្រផលិតផលរបស់គេក៏ដូចជាម្ហូបរបស់គេនឹងងាកមកគាំទ្រផលិតផលខ្មែរម្ហូបខ្មែររបស់យើងវិញគេធ្វើដាក់យើងបបិននេះល្មមចេះឈឺចាប់ហើយអញ្ចឹងឈប់គាំទ្រផលិតផលសៀមសម្រាប់កន្លែងដែល Twister ទៅញ៉ាំនេះគឺផលិតផលខ្មែរយើងសុទ្ធសាធតែម្ដងចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកម្ហូបខ្មែរដែលឆ្ងាញ់គឺ Twister recommend ទីតាំងមកកន្លែងនេះនៅខាងទួលទំពូងដែលមានឈ្មោះថាគ្រួសារឡតបាត់ដំបងឈ្មោះរបស់គេស្តៀងនឹងឡូតដែរពុកម៉ែបងប្អូនប៉ុន្តែបើហៅឲ្យត្រូវហ្មង Twister បានសាកសួរអ្នកមិញគឺគេហៅថាឡតណាហើយសម្រាប់ Twister ថ្ងៃនេះគឺបានទៅជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy យើងញ៉ាំជាប្រភេទអាហារបែបនេះបានដាក់ជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ខ្លះសេត្រជាក់ជូរអែមមកគឺថាត្រូវគ្នាមែនតើហើយចំពោះម្ហូបមួយមុខនេះគឺជាម្ហូបរបស់ខ្មែរយើងពិតៗតែម្ដងគឺនៅខាងបាត់ដំបងគឺមានយូរឆ្នាំហើយពុកម៉ែបងប្អូនបើតាម Twister សាកសួរអ្នកមិញគឺគាត់ថាម្ហូបមួយមុខនេះមានតាំងពីគាត់នៅរៀនបឋមតាំងពីគាត់នៅក្មេងៗហើយគិតមកទល់ឥឡូវនេះសាកគិតមើលអ្នកមិញគាត់មិនមែនអាយុតិចណាដែលកាលពីមុនហ្នឹងគឺគេបំពងឆ្អិនស្រាប់ដោតចង្កាក់លក់នៅតាមមុខសាលាណាហើយគាត់បានប្រាប់ថាកាលពីមុនហ្នឹងពេលដែលចង់ញ៉ាំអីចឹងទៅអាចថាវារឹងព្រោះដោយសារតែរបស់ដែលគេធ្វើទុកចឹងទៅអត់សូវជាឆ្ងាញ់ដូចធ្វើថ្មីទេអញ្ចឹងឥឡូវនេះគឺអ្នកមិញបាននាំយកម្ហូបមួយមុខនេះយកមកលក់នៅខាងពេញរបស់យើងណាពុកម៉ែបងប្អូនហើយគាត់ធ្វើថ្មីភ្លាមតោះតែថាភ្ញៀវកំងបានគាត់ធ្វើអញ្ចឹងនៅពេលដែលភ្ញៀវទៅទិញហ្នឹងអាចថាចាំចន្លោះពី5ទៅ6នាទីព្រោះដោយសារតែគាត់អាចធ្វើទុកបានទេបើសិនជាធ្វើទុកទៅវាអត់សូវស្រួយវារៀងរឹងអត់សូវឆ្ងាញ់អញ្ចឹងតោះថាភ្ញៀវកំងបានធ្វើសូម្បីតែការវេចខ្ចប់ក៏ដូចគ្នាដែរគឺគាត់អាចធ្វើទុកបានទេបើសិនជាធ្វើទុកទៅគឺស្អិតសបកនៅខាងក្រៅហ្នឹងអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងពេលដែលទៅទិញកុំល្អូថាយូរអីអាចចាំគាត់ខ្ទង់5ទៅ6នាទីទៅហើយអាចញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ដូច Twister បានចំពោះឡតនេះគឺគាត់មានមកជាមួយនឹងជ្រក់អញ្ចេះដែរពុកម៉ែបងប្អូនយើងអាចដាក់ជាមួយនឹងម្ទេសផ្ទាប់ជាមួយនឹងជ្រក់នឹងចេះមកគឺឆ្ងាញ់ប្លែកម្យ៉ាងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់រកជាបែបម្ហូបខ្មែររបស់យើងកុំភ្លេចទៅគ្រួសារឡតបាត់ដំបងហើយបើថាស្វែងរកភេសជ្ជៈញ៉ាំឲ្យត្រូវឲ្យឆ្ងាញ់តែម្ដងគឺញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy ឆ្ងាញ់សម្បូរវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្លាកបំពង់កនិយាយទៅគឺថាទាំងឆ្ងាញ់ទាំងអនាម័យខ្ពស់លើពីតែជ្រក់ធម្មតាហើយចំពោះឡតនេះវិញពុកម៉ែបងប្អូនគឺគាត់អត់មានប្រើសាច់នៅខាងក្នុងនឹងទេគឺប្រើបន្លែសុទ្ធតែម្ដងបន្លែធម្មជាតិមានដូចជាដលងក៏ដូចជាត្រាវហើយសម្បីតែសម្បកណែមដែលរួមនៅខាងក្រៅហ្នឹងក៏ជារបស់ខ្មែរយើងដែរអត់មាននាំចូលមកពីខាងណាទេគឺធ្វើដោយស្នាដៃអ្នកខេត្តបាត់ដំបងណាហើយអ្នកមិញក៏បានបញ្ជាក់ដែរបើសិនជារដូវវស្សារដូវធ្លាក់ភ្លៀងអាចថាដាច់ស្តុករៀងញឹកព្រោះដោយសារតែពិបាកហាលពុកម៉ែបងប្អូនដោយសារតែសម្បកណែមនេះនៅពេលដែលយើងធ្វើឲ្យគឺត្រូវយកទៅដាក់ហាលនៅហាថ្ងៃអញ្ចឹងណាអញ្ចឹងសម្រាប់ទីតាំងមកកន្លែងនេះពុកម៉ែបងប្អូនអាចសាកទៅញ៉ាំបានហើយសូមបញ្ជាក់ដែរនៅទីនេះគឺគាត់អត់មានកន្លែងឲ្យយើងទៅអង្គុយញ៉ាំទេគឺមានសម្រាប់តែការវេចខ្ចប់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្រម្ហូបខ្មែរកុំភ្លេចទៅទីនេះទាំងបាយ